បើតាមរាល់ដងគឺគ្នាយើងតែងតែឃើញខ្ញុំអង្គុយ reaction ទៅលើ anime របស់ជប៉ុនដងរបស់ចិនក៏ប៉ុន្តែនៅក្នុងថ្ងៃនេះគឺយើងនឹងទៅមើល trailer មួយហើយក៏ reaction ផងដែរតាក់ទងជាមួយនឹង anime របស់ឥណ្ឌាហើយខ្ញុំចង់និយាយថា trailer មួយនេះគឺវាលយកប់ខ្លាំងមែនតើទាំង animation ទាំងអីគឺមិនចាញ់ជប៉ុនជាមួយនឹងចិននោះទេអាចនិយាយបានថាវាសឹងតែល្អជាងថែមទៀតផងជំរាបសួរសួស្តីអ្នកនរគ្នាអញ្ចឹងនៅថ្ងៃនេះគឺយើងនឹងទៅមើល trailer របស់រឿងឥណ្ឌាដែលជាប្រភេទ animation ឥណ្ឌាមួយគឺថាលយខ្លាំងមែនទែនហើយដូចអ្នកនេះដឹងអញ្ចឹងគឺប្រទេសឥណ្ឌាឥឡូវគឺខឹងទៅលើពួកអាចោសៀមខ្លាំងមែនទែនដូច្នេះហើយក្នុងនាមខ្ញុំជា content ម្នាក់ជាអ្នកមើល anime ម្នាក់គឺมันអាចរំលងជាមួយនឹង animation មួយនេះបានឡើយ animation របស់ឥណ្ឌាមួយនេះគឺលយខ្លាំងមែនតើចំណងជើងរឿងហ្នឹងគឺមានឈ្មោះថា Bahubali នឹងឯងនិយាយរួមទៅរឿង Bahubali នេះគឺមាន live action ចំនួន2 part ឯងគឺមាន2វគ្គឯងជា live action ក៏ប៉ុន្តែឥឡូវហ្នឹងគឺគេធ្វើចេញជាប្រភេទ animation ដែលនឹងបញ្ចេញឬក៏ចាក់ផ្សាយនៅក្នុងរោងកុននៅក្នុងឆ្នាំ2027ហើយ trailer មួយនេះគឺគេតម្លាក់នៅថ្ងៃទី4ខែវិច្ឆិកាខែមុនមកម៉េះនិយាយរួមទៅខ្ញុំឃើញរឿងហ្នឹងតំណងតែអូឃើញក្នុង TikTok ឯអ្នកគ្នាអា trailer ហ្នឹងអូឃើញបានតិចក៏តែតំណងខ្ញុំបាន save ទុកហើយដល់ពេលអត់តមានពេលវេលាថាទៅអង្គុយមើលជូនគ្នាយើងហើយក្នុងកលៈទេសៈបែបនេះគឺថាយើង support ឥណ្ឌាតែម្ដងអ្នកគ្នាដោយសារជនជាតិឥណ្ឌាគឺ support យើងកោតទោសទៅកាន់ពួកអាសៀមអញ្ចឹងទៅ so យើងនឹង support ទៅកាន់ពួកគេវិញនេះគឺជា anime ឥណ្ឌាមួយដែលថាលយខ្លាំងមែនតើចំណងជើងនៃរឿងមួយហ្នឹងគឺ Bahubali The Internal World Part 1ហើយបើតាមខ្ញុំអាននៅក្នុង description ខាងក្រោមរឿងមួយនេះណាគឺគេបាននិយាយថាបន្ទាប់ពីព្រះអង្គម្ចាស់ Bahubali ត្រូវបានសុគតព្រលឹងរបស់ព្រះអង្គហ្នឹងគឺលក្ខណៈថាបានទៅសុគតិភពអីហើយនៅក្នុងទីនោះនៅទីតាំងមួយហ្នឹងណាគឺព្រះអង្គបានក្លាយទៅជាផ្នែកមួយនៃសង្គ្រាមដែលមិនចេះចប់រវាងព្រះហើយនិងបិសាចដែលត្រូវបានប្រយុទ្ធទូទាំង14អាណាចក្រឬក៏14ពិភពលោកអញ្ចឹងបើតាមខ្ញុំគិតទៅនៅពេលដែល Bahubali គាត់បានសុគតទៅគាត់ចូលទៅក្នុងពិភពហ្នឹងដែលថាវាមានសង្គ្រាមវាយគ្នាអីចឹងទៅអញ្ចឹងខ្ញុំគិតថារឿងនេះគឺ action សុទ្ធយកតែម្ដងតោះឥឡូវយើងទៅមើល trailer ដើមមិញគឺខ្ញុំសុំនិយាយតិចដើម្បីឲ្យវាចូលណាឲ្យវាជ្រាបតោះឥឡូវយើងទៅមើល trailer ទាំងអស់គ្នាតោះថាលយខ្លាំងដល់កម្រិតណា let's go ឥឡូវខ្ញុំមើលដល់ 2K អ្នកគ្នា trailer នេះគឺដល់ 4K អ្នកគ្នា 4K នៅក្នុង YouTube តោះបើអ្នកចង់មើលខ្ញុំដាក់ឈ្មោះ YouTube នៅក្នុង description ណាអ្នកគ្នាអាចទៅ check មើលបានតោះนี่ live action เนี่ย जब मेरे प्यारे बेटे का जन्म हुआ बाहुबली तब मुझे नहीं पता था कि उसका भाग्य live action ខ្ញុំឃើញមាន2វគ្គ पहले लिखा जा चुका है អូ उसकी मृत्यु អូវេកន្លែងនេះដែលព្រះអង្គម្ចាស់ Bahubali ត្រូវបានសគត់ហ្នឹងហើយនៅក្នុង description ខ្ញុំអានឲ្យគ្នាយើងមិញ ये उसका अंत नहीं आरंभ था អូ उसे उसकी नियति तक ले जाने का नियति វេកន្លែងមិញលយអាកន្លែងដែលព្រះអង្គសគត់ឲ្យដកព្រលឹងចេញមកចានេះ उसे មើលនេះមើលដកចេញមកវុប उसे Oh my god ले जाने का ខ្ញុំចាំមើល animation जो एक महायुद्ध को आमंत्रण देने वाली थी Oh. देवासुर संग्राम យល់តែចោលទៅគឺលឹងព្រះវិស្ណុ बाहुबली मुझसे नहीं बचेगा इंद्र मेरे भाई इंद्रा। बाहुबली को पाने के लिए तुझे मेरी भुजाएं लांघनी पड़ेंगी Amen មកបោកគ្នាមួយភ្លេងលយមែនអូនេះក្នុងអាណាចក្រពេលសង្គ្រាមអូចាំមើលនៅក្នុងរឿងហ្នឹងមានតួអង្គណាខ្លះជាតួអង្គក្រក់ហើយតួអង្គបិសាចអានេះព្រះវាយគ្នាជាមួយបិសាចOh my god man និយាយមកដូចគំនូOh my god ដំរី अब तेरे Nói cùng đủ. बाहुबली को कौन बचाएगा Tôi ăn bày sai vậy जय महाकाल
Mahakala प्रश्न ये होना चाहिए इंद्रा कि अब तुम्हें कौन बचाएगा ब्रह्मांड का भाग्य एक मनुष्य के हाथों में भाग्य Oh my god Oh my god ធ្លាប់តែឃើញនៅក្នុងរឿងមនុស្សដល់ពេលមក animation មក एक मनुष्य के អូឌីធ្វើបានណា एक मनुष्य के हाथों में है What the heck Bahubali The Internal World Part 1 Ishan Sukla គឺចាន់រងគាត់នឹងឆ្នាំ2027គ្នាយើងរឿងនេះខ្ញុំដឹងតន្ទឹងរង់ចាំមើលហ្មងក្នុងនាមយើងជាអ្នកមើលប្រភេទ anime ម្នាក់គឺអត់គ្នាយើងណាមិនគួរចោលហ្មងរឿងនេះដោយសារ animation កប់យកហ្មងខ្ញុំឃើញ animation រឿង Bahubali នេះខ្ញុំនឹកឃើញរឿង Spider-Man Into Spider-Verse ទីមែននេះអាកន្លែងនេះលយនេះ मनुष्य के हाथों में है ហើយនឹងអាឈុតវាយនេះមួយចំនួនទៀតនៅអាពេលដែលនេះខ្ញុំមិនដឹងតួអង្គឈ្មោះអីខ្លះទេណាដោយសារអត់ដែរមើលយើងចាំមើល2027គាត់ថាតួអង្គព្រះមួយចំនួនប្រហែលជាគ្នាយើងស្គាល់នៅខាងក្រៅខ្ញុំក៏ធ្លាប់ឃើញដែរគាត់ថាអត់សូវច្បាស់ខ្ញុំអត់ហ៊ាននិយាយឈ្មោះខ្លាចខុសជាពិសេសបូកគ្នាជាមួយ play ហើយនឹង trailer នេះគឺកប់យកមកនេះអាកន្លែងវាយនេះចាំមើលគេចេញ full ជាប្រភេទ movie មកមួយអែមយកមកស្រឡាញ់អាកន្លែងវាយគ្នានឹងអែមអាកន្លែងណាប្រភេទវាយបវលខ្លួនមកពុបចេញបាហ៊ូបាលីមកបវលខ្លួនក្បាច់រំនឹងអែមឡូនេះជាអាកន្លែងហក់មកនេះអូOh, it's good, man. It's good. យីមែនល្អខ្លាំងមែនតើគ្រាន់ឃើញ trailer ខ្ញុំឡើងព្រឺសបល់អីយើងនឹងចាំមើលនៅក្នុងឆ្នាំ2027គ្រប់ត្រួ Dear Yes ហើយ animation មួយនេះដូចខ្ញុំនិយាយតែអញ្ចឹងក្នុងនាមយើងគឺជាអ្នកមើលប្រភេទ anime មិនគួរណាចោលទេanime ជប៉ុនក៏ខ្ញុំមើលប្រភេទដងរបស់ចិនក៏ខ្ញុំមើលឥឡូវនេះគឺរកឃើញមួយរឿងទៀតអីគឺបោះឥណ្ឌាបាហ៊ូបាលីខ្ញុំមានពេលខ្ញុំទៅអង្គុយមើល live action ចំនួន2 part ហ្នឹងទៅអង្គុយមើលឲ្យដឹងសាច់រឿងខ្លះចាំយើងមកមើលប្រភេទ animation នេះដោយសារ animation នេះបើគេនិយាយទៅគឺបន្ទាប់ពីព្រះអង្គម្ចាស់បាហ៊ូបាលីត្រូវបានសគត់អញ្ចឹងមានន័យថាវាបន្តពី live action មកគួរណាទៅអង្គុយមើល live action សិនអញ្ចឹងណាចាំមើលតនេទៅអង្គុយមើល live action 2 part ហ្នឹងសិនចាំយើងទៅដល់2027យកដាក់នេះមួយរឿងមកជាតិតែម្ដងហើយនៅក្នុងថ្ងៃនេះដូចជាមានបទជប់បាញ់នៅម៉ោង12ថ្ងៃត្រង់ហើយមិនដឹងថាយ៉ាងណាយ៉ាងណីទៅគ្នាយើងមានចាំមើលបន្តទៀតដោយសារអត់ជឿព្រោះសៀមនឹងឡើយអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងនោះទេអ្នកគ្នាដែលថាគ្រប់ត្រួតប្រភេទ animation ហ្នឹងណាកុំភ្លេចជួយ report ផងអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងឯងយើងចាំជួបគ្នាជាមួយនៅវីដេអូក្រោយ